នៅមជ្ឈមបូព៌ាក្រុមភាគីទី3បាតដៃទី3ដែលជាក្រុមនិយមជ្រុលអ៊ីស្លាមមហាម៉ាស់បានទទួលជោគជ័យក្នុងការបញ្ឆេះសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅអាស៊ីក្រុមអ៊ីស្លាមហេបូឡាជាភាគីទី3បានបញ្ឆេះសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថានរីឯនៅអាស៊ានភាគីទី3ក្រុមអ្នកជាតិនិយមជ្រុលថៃក៏កំពុងបញ្ឆេះឲ្យថៃនិងកម្ពុជាប្រជុំមុខដាក់គ្នាផ្នែកប្រដាប់អាវុធផងដែរក្នុងស្ថានភាពដូចខាងលើរដ្ឋាភិបាលរបស់ប្រទេសនីមួយៗត្រូវបានក្រុមភាគីទី3ទាំងនេះប្រើឥទ្ធិពលបង្វិលប្រជុំដាក់គ្នាជាការសង្កេតក្រុមបាតដៃទី3ទាំងនេះកំពុងអនុវត្តយុទ្ធសាស្ត្រអញ្ញើបញ្ញើក្អែកតាមរយៈការបញ្ឆេះឈ្នួនកំហឹងរវាងរដ្ឋនិងរដ្ឋដែលចរន្តក្រុមនេះអាចនឹងបញ្ឆេះសង្គ្រាមលោកលើកទី3ផងក៏ថាបានសូមបញ្ជាក់ថាជោគជ័យរបស់ក្រុមបាតដៃទី3នេះគឺការបង្កហេតុឲ្យរដ្ឋនិងរដ្ឋឆ្លោះទាស់ទែងគ្នារួចគេសង្ងំសម្រួចស្នែងរងចាំឱកាសឬពេលវេលាមកដល់អត្ថបទនេះដោយលោកបណ្ឌិតមាសនី